Hello, Jimmy Sakum. Welcome. Conversational English and Conversational English and Santania PSA Anglais nang United States Citizenship Questions. United States Citizenship Questions.សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក Lesson 147. Lesson 147. Lesson 147 and នឹងមានន័យថានឹង lesson 147 ឬមេរៀនទី147 ឬ47 Wednesday, April 2nd, 2025. Wednesday, April 2nd, 2025. Wednesday, April 2nd, 2025 ក៏បាន2025ក៏បានទាំងអស់ហ្នឹងមានន័យថាថ្ងៃពុធទី2ខែមេសាឆ្នាំ2025 Is it hot in Florida? Is it hot in Florida? អូជើងហជើងវឡហ្នឹងវាចេញមកលើគ្នា Florida អូខេតើវាក្តៅទេនៅ Florida អាហ្នឹងរដ្ឋ Florida អូខេអាហ្នឹងសំណួរដែលកូនសិស្សខ្ញុំនៅក្នុងថ្នាក់គេបានសួរយើងអាចឆ្លើយថា yes ឬក៏ no yes មានន័យថាចាស់ឬក៏បាទ no គឺទេអត់ទេអត់ក្តៅទេ hope to hope to សង្ឃឹម have to have to ត្រូវតែ need to need to ត្រូវការហើយពាក្យមួយទៀតសណ្ដៀងនឹង hope ហ្នឹងគឺ hop hop មានន័យថាលោតម្ដងទៀត hope to have to need to hop hope hop I hope to see you next week I hope to see you next week ខ្ញុំសង្ឃឹមថានឹងជួបអ្នកនៅសប្តាហ៍ក្រោយ Me too Me too ខ្ញុំដែរ Hope to have to need to I will see you next week អាហ្នឹងខ្ញុំនឹងជួបអ្នកអាទិត្យក្រោយ I will see you next week I will be singing at the show I will be singing at the show ខ្ញុំនឹងច្រៀងនៅកម្មវិធី break a leg break a leg យើងបកប្រែឆៅគឺមានន័យថាបាក់ជើងប៉ុន្តែន័យរបស់វានឹងគឺមានន័យថាសូមសូមសំណាងល្អគេចង់ឲ្យយើងនេះមានសំណាងល្អគឺមិនមែនថាគេចង់ឲ្យយើងបាក់ជើងបាក់ដៃទេទៀត Don't rock the boat Don't rock the boat Don't rock the boat កុំអង្រួនទូកកុំឲ្យធ្វើឲ្យអង្គើទូកអញ្ចឹងណាឬមានន័យថាកុំបង្កបញ្ហាកុំបង្កើតរឿងកុំឆាឆៅគេ Don't rock the boat Why not Why not ហេតុអ្វីទៀតនេះសំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក Okay 56 When is the last day you can send in federal income tax forms Okay ម្ដងទៀត When is the last day you can send in federal income tax forms ខ្ញុំបន្ថែមអក្សរខ្មែរឲ្យ So 56អានឹង56ហ្នឹង When is the last day you can send in federal income tax forms 56តើថ្ងៃណាជាថ្ងៃចុងក្រោយដែលអ្នកអាចផ្ញើទម្រង់អូខេក្រដាស់ធ្វើតាក់
តែយើងធ្វើប៉ុនហ្នឹងណាអូខេតែយើងបងប៉ុនតើថ្ងៃណាជាថ្ងៃចុងក្រោយតែគេឲ្យយើងធ្វើกระดาษស្នាមផ្ញើចូលទៅហ្នឹងគឺជាថ្ងៃ April 15th April 15th ថ្ងៃទី15ខែមេសាឬថ្ងៃទី15ខែ4អូខេម្ដងទៀត When is the last day you can send in federal income tax forms ចម្លើយជាភាសាអង់គ្លេស April 15th នេះគឺក្រែងអ្នកសម្ភាសន៍ក៏អាចសួរបានឬក៏និយាយបានយើងរៀនបន្តិចអូខេ According to our records according to our records យោងតាមសំដីកំណត់អូខេអានេះភាសាខ្មែរជួយខ្ញុំអានផងគឺតាមសំណុំរឿងយើងតាមកระดาษស្នាមយើងអូខេ according to our records ពេលយើងចូលទៅអង្គតាប្រវេសថ្ងៃដែលគេសម្ភាសយើងហ្នឹងគេមានសំណុំរឿងយើងហើយស្រេចតែគេទុកនៅក្នុងមុខគេហ្នឹងពេលគេសួរសំណួរយើងហើយគេផ្ទៀមกระดาษស្នាមដែលគេមានហ្នឹងជាមួយនឹងចម្លើយដែលយើងឆ្លើយ Okay, you have been a permanent resident since. You have been a permanent resident since. So អានឹងអ្នកបានចូលមកមានសិទ្ធិនៅរស់នៅសហរដ្ឋអាមេរិកតាំងពីថ្ងៃហើយថ្ងៃខែដែលគេកំពុងតែចង់បញ្ជាក់ហ្នឹងគឺថ្ងៃខែនៅលើ green card របស់យើងអូខេម្ល៉េះហើយថ្ងៃខែហ្នឹងយើងត្រូវទៅចំណាំទិញចាំទុកឲ្យហើយថាថ្ងៃណាដែលយើងចូលមកមានសិទ្ធិពេញទិញរស់នៅសហរដ្ឋអាមេរិកនេះតាមឧទាហរណ៍នេះគឺខែ10ថ្ងៃទី25ឆ្នាំ2020តែគាត់ចូលមកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកហ្នឹង Is that correct Is that correct តើវាត្រឹមត្រូវទេតើត្រូវទេ so យើងផ្ទៀងស្ដាប់ថ្ងៃខែដែលគេសួរយើងហ្នឹងហើយយើងមើលกระดาษស្នាមយើងផងដែលយើងទិញចាំហ្នឹងថាត្រូវឬក៏អត់ជួនកាលគេខុសមួយថ្ងៃពីរថ្ងៃមួយឆ្នាំពីរឆ្នាំម្ល៉េះហើយយើងតើបញ្ជាក់ប្រាប់គេថាអូត្រូវហើយឬក៏អូអត់ទេខុសខ្ញុំចូលមកថ្ងៃ10ថ្ងៃទី25ទេអាហ្នឹងជួនកាលគាត់ទៅខុសឬក៏គាត់អានខុសដែរម្ល៉េះហើយយើងត្រូវតែផ្ទៀងស្ដាប់ហើយឲ្យចម្លើយតាមទៅហ្នឹងថាគាត់ឆ្លើយគាត់ប្រាប់ថ្ងៃខែហ្នឹងត្រូវឬក៏អត់ Have you traveled outside the US in the last 5 years? Have you traveled outside the US in the last 5 years? តើអ្នកបានធ្វើដំណើរទៅក្រៅប្រទេសសហរដ្ឋអាមេរិកក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះទេហើយយើងឆ្លើយតាមនឹងទៅថាក្នុងរយៈពេល5ឆ្នាំចុងក្រោយហ្នឹងតើយើងមានបានចេញក្រៅពីប្រទេសសហរដ្ឋអាមេរិកទេឧទាហរណ៍បើយើងទៅលេងម៉ាក់ស៊ីកូកាណាដាស្រុកខ្មែររដ្ឋសហរដ្ឋផ្សេងប្រទេសផ្សេងយើងត្រូវប្រាប់គេយើងឆ្លើយថា yes ទៅបើយើងធ្លាប់ទៅបើយើងអត់ដែរចេញពីសហរដ្ឋអាមេរិកក្នុងរវាងពេល5ឆ្នាំហ្នឹងយើងឆ្លើយថា no អូខេអានេះឧទាហរណ៍ខ្លះសំណួរដដែល Have you traveled outside the US in the last 5 years តើអ្នកមានចេញក្រៅពីប្រទេសក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះទេចម្លើយទី1ដែលយើងអាចឆ្លើយបានបើសិនជាត្រូវសាច់រឿងយើង No មានន័យថាទេ No I didn't No I didn't មានន័យថាទេដែរក៏នៅវែងជាងអា no ទៅទេហ្នឹងមួយទៀត No I did not No I did not didn't ហើយនឹង did not ន័យដូចគ្នាក៏ណាមួយកាត់ didn't ហ្នឹងគឺពាក្យកាត់ did not គឺពាក្យវែង No I haven't No I haven't ទេខ្ញុំមិនបានទេអូខេ No I haven't Yes បើសិនជាយើងធ្លាប់ទៅយើងឆ្លើយចេះវិញ Yes I have Yes I have ខ្ញុំបាន Yes ទៅទេមួយម៉ាត់ក៏បាន Yes មានន័យថាបាទឬក៏ចាធ្លាប់អូខេប៉ុណ្្នឹងឯងចប់សិនហើយ Thank you សូមអរគុណជម្រាបលា See you next time ជួបគ្នាថ្ងៃក្រោយ